នេះទើបគេហៅថាការប្រកួតដែលជក់ចិត្តការប្រកួតដែលល្អមើលអស់ទាស់បងប្អូនហើយបើទម្រាំតែរកឃើញក្រុមដែលឈ្នះឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ Champions League នៅរដូវកាលនេះបើ Inter Milan បានយកឈ្នះទៅលើ Barcelona 4-3 ហើយបើយើងសរុបទាំងពីរជើងហ្មងបងប្អូនលទ្ធផល7-6អូយគ្រាន់តែគ្រាប់បាល់សុទ្ធបញ្ចូលទីគ្នានឹងគឺថា13គ្រាប់មិនធម្មតាទេហើយការប្រកួតគឺថាស្មើគ្នាណាម៉ោងធម្មតា3ស្មើអញ្ចឹងក៏ឈានដល់វគ្គថែមម៉ោង15នាទី2ដងតម្រាំតែរកឃើញគ្រាប់បាល់បញ្ចូលទីបានអ្នកគ្រប់គ្រងទាំង Inter Milan ទាំង Barcelona នឹងគឺថាភើតផតភ័យបុកពោះបងប្អូនហើយជាមួយនឹងចង្វាក់លេងគឺថាបុកគ្នាទៅបុកគ្នាមកអស់ទាស់បើ Inter Milan រកបាន2គ្រាប់មុនណាបើរកបាន2គ្រាប់មុនហើយ Barcelona ដាក់3គ្រាប់វិញនេះដាក់3គ្រាប់វិញហើយបាន Inter តាមស្មើហើយបានមកគ្រាប់ចុងក្រោយនៅនាទីទី99ទើបកីឡាករណែ Fratesi រកគ្រាប់បាល់ជ័យជំនះឲ្យ Inter Milan អញ្ចឹង Inter Milan ឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ UEFA Champions League នៅរដូវកាលនេះកំពុងតែឈរចាំមើលថាតើ Arsenal ឬក៏ Paris នឹងត្រូវឡើងទៅជួប Inter Milan ហើយ Barcelona គឺជាក្រុមមួយដែលមានអ្នកគាំទ្រច្រើនហើយក៏ជាក្តីរំពឹងជាមួយនឹង Barcelona ហ្នឹងក៏ច្រើនដូចគ្នាសូម្បីតែខ្ញុំក៏មានកូនចិត្តមួយគិតថា Barcelona នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ដែរប៉ុន្តែលទ្ធផលចេញមកគឺសោកស្ដាយបើសម្រាប់អ្នកគាំទ្រ Barcelona ប៉ុន្តែមិនអីទេបងប្អូនកីឡាគឺវាមានតែប៉ុណ្្នឹងមានចាញ់មានឈ្នះមានស្មើយើងទទួលយកលទ្ធផលទៅវាមិនអីទេ Barcelona ក៏មិនអន់ Inter Milan ក៏មិនអន់និយាយទៅក្រុមដែលឡើងមកកាន់វគ្គ4ក្រុមចុងក្រោយនៃ UEFA Champions League នេះគ្មានក្រុមណាអន់ទេសុទ្ធតែល្អដូចគ្នាបានអាចឡើងមកកាន់វគ្គ4ក្រុមចុងក្រោយបាន